ok số đây được nhé ngày nay trong trong bà hai nhiều như vì cả project Laravel đừng bay và các project Laravel thì dương thử ca hoặc là về bán thì mỗi dương thử miền ở xử lý sản phẩm ở rằng vì đã xử lý nhưng ai phở quan của bạn sản của bạn mam của bạn này chẳng mà dương chờ vô xử lý mỗi năm một cái của bạn đã sai thì dương đấy dương đi thay dương store thì của dương thua phở ấy chẳng dương ai vô xử lý nâng vô mở ranh là và bên dương thì hay thì cứ những thử miền IDE dương thử IDE này của bạn này sản phẩm dương tay nhân viên của mình ở dương ai phở Sublime rồi có PP Storm chấm hay mũi tiết dân môn hàng dân install ban dân thử cái install là quán cứ dân thử miền Composer chấm được non Composer ní link Composer sản phẩm download bây giờ ở PP Visual dân thử miền Composer hay mũi tiết ní vàng chấm vàng dân ở vì version vì trực pram lại linkរបស់ WAM server ខ្ញុំបញ្ជាក់ម្ដងទៀតយើងចង់ប្រើ30ក៏បាន WAM ក៏បាន MAM ក៏បានអូខេឥឡូវនេះwebsite របស់ក្រុមហ៊ុន Laravel ឥឡូវនេះជា document ហើយនឹង source code មួយចំនួនដែលវាជារៀបជា document ទៅយើងប្រើអញ្ចឹង Laravel ឥឡូវហ្នឹងវាឡើងដល់ version 5.4 ហើយនៅកន្លែងនេះយើងអាចមើល version របស់វាបានកាលមុនវាចេញពី version 2 ចុចរហូតដល់ 5 ចុចអូខេថ្ងៃនេះចង់អ្នកនរគ្នា install 2 ចុចសិនព្រោះអីដោយសារខ្ញុំវាសមជាមួយនឹងLaravel វា 5.2 យ៉ាងដែរហើយនឹងវាមាន document ច្រើនជាងក្រោយវាតែចេញថ្មីអញ្ចឹងវាអត់សូវមាន document អូខេអញ្ចឹងរបៀប install វាយើងអាចមើលតាម document មួយបានជាក់ស្ដែងទៅអា 4.2.3 នេះវាអត់ខុសគ្នាហ្មងអូខេនេះ PP ដែលវា require ធំជាង 5 ចុចទៅកន្លែងនេះយើងធ្វើការ install Composer យើងកន្លែងនេះជា project ដែលឈ្មោះ project ដែលយើងគេ add យើងខាងអ្វី command នេះទៅយើងអាច create download project ណាអញ្ចឹងដាច់ខាតយើងត្រូវតែមានអ៊ីនធឺណិតបើអត់អ៊ីនធឺណិតយើងអាច download project នឹងបានទេអូខេអញ្ចឹងដល់ពេលយើង down ហើយវាមាន generate ជា key ឲ្យយើងមក string ហ្នឹងនៅក្នុង env អូខេឥឡូវយើង start យើងចាប់ឡើងចូលទៅក្នុង command line យើងអញ្ចឹងឈប់ខ្ញុំត្រូវការ install WAM ប៉ុន្តែឥឡូវ WAM នេះហ្នឹងខ្ញុំ install រួចហើយអូខេនេះខ្ញុំ install WAM ប៉ុណ្ណឹងរួចហើយអញ្ចឹងអ្នកនរគ្នាតែខាត់ត្រូវ install WAM មកឲ្យបានហើយខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំអត់ដឹងថា comment ហ្នឹងយើងវាយទៅមិនចូលទៅដល់ path ហ្នឹងឯងអញ្ចឹងជំរើសដំបូងសម្រាប់អ្នកចេះយើងអាចចូលទៅ www directory នេះយកតែម្ដងបន្ទាប់មកយើងចុច C ហើយយើងចុច mouse ស្ដាំនេះទៅយើងឃើញ open window here អូខេយើងចុចកន្លែងហ្នឹងទៅគឺវាចូលទៅដល់កន្លែងចូលដល់ path នឹងយកមក WAM www នឹងមកយកមកឬម្យ៉ាងទៀតយើងអត់ចង់វាយអញ្ចឹងទេយើងចង់វាយតាម command cmd អញ្ចឹងយើងចូលទៅក្នុង command prompt របស់យើងអូខេខ្ញុំវាយពាក្យថា cd/wam/ww អញ្ចឹងក៏បានចុចយើងអូខេឥឡូវខ្ញុំត្រូវការ install Composer នេះអញ្ចឹងពេលខ្ញុំ install Composer ហើយខ្ញុំសូថា Composer មាន Composer install រួចហើយនៅឥឡូវខ្ញុំ install Composer នេះនេះវាចូលទៅដល់ try c WAM bin pp 5 អញ្ចឹងនៅក្នុង extension ដល់ pp នឹងតែម្ដងអូខេអញ្ចឹងកន្លែងនេះវាត្រូវការយើង put URL យើងបាច់ទេអូខេ install យកចាំវាកំពុងដែល run
ចឹងnext ចឹងបញ្ជាក់ម្ដងទៀតយើងត្រូវតែមានអ៊ីនធឺណិតអត់អ៊ីនធឺណិតយើងអត់អាចធ្វើបានទេអូខេឥឡូវយើងបានចប់ហើយយើងសូថាឧទាហរណ៍ថាយើងចង់ដឹងថាកុំព្យូទ័រយើងមាននេះក្នុងនៅមាន composer នឹងនៅចូល CD មកចឹងវាយថា composer ចឹងវាមានហើយវានឹង show composer អូខេឥឡូវប៉ុនខ្ញុំមានហើយនេះខ្ញុំ install មិញអូខេ composer ប៉ុនខ្ញុំអញ្ចឹងខ្ញុំចូលទៅ Notepad ប៉ុនខ្ញុំដើម្បី create project អូខេដើម្បី create project បានខ្ញុំចូលទៅប៉ុនខ្ញុំreview នេះចូលមកដល់ហ្នឹងហើយបន្ទាប់មកខ្ញុំអត់ចាំ comment ទេខ្ញុំអត់ចាំថា comment ហ្នឹងវាយមែនខ្ញុំចូលទៅក្នុងនេះwebsite របស់ Laravel នេះយើងចូលមក document ហើយកន្លែងនេះយើង select យក version របស់ Laravel ណាដែលយើងចង់រៀនទៅឥឡូវខ្ញុំ install composer ដើម្បី create project អាមិញហ្នឹង composer មួយនៅក្នុងមិញហ្នឹងគឺសម្រាប់ computer យើងឥឡូវសម្រាប់ project ត្រូវ composer សម្រាប់ project ហ្នឹង change current directory to yes អញ្ចឹងវាពងតែទៅ download composer ហ្នឹងហ្នឹងវាសូមបញ្ជាក់ម្ដងទៀតអាហ្នឹងវាគឺអាស្រ័យដោយសារអ៊ីនធឺណិតបាទបើសិនអ៊ីនធឺណិតយើងដើរលឿនហ្នឹងក៏វាដើរលឿនដែរតែបើសិនថាអ៊ីនធឺណិតយើងយូរហ្នឹងវាទៅតាមហ្នឹងអូខេឥឡូវវាកំពុងតែ download ហើយអូខេឥឡូវ file ហ្នឹងយើង download បានហើយយើងសាកចូល composer នៅក្នុង computer នៅក្នុង WAM យើងម្ដង composer មានទេអូខេអញ្ចឹងនៅក្នុង composer នៅក្នុងនេះក៏វាមានដែរឥឡូវយើង create project យើងវាយពាក្យ composer ឧទាហរណ៍ថាខ្ញុំអត់ចាំទេអញ្ចឹងខ្ញុំអាចចូលទៅ copy យកម្ដងនេះអញ្ចឹងយើងដាក់ composer create project បន្ទាប់មកកន្លែងនេះ version ប៉ុនវា version មិនចុចចឹងទៅយើងដាក់ composer create project prefer this Laravel កន្លែងនេះជាឈ្មោះ project របស់យើង project Laravel របស់យើងឧទាហរណ៍ថាខ្ញុំដាក់ IT Center right ខ្ញុំ enter អញ្ចឹងយើងចាំតិចព្រោះអីដោយសារហ្នឹងវាដូចនេះចឹងមិនដែរតាមវាអញ្ចឹងវាទៅ detail យកអូខេឥឡូវយើងចាប់ដើម download project នឹងយកមកហើយអូខេចាំតិចទៅអញ្ចឹងយើងអាចចូលទៅមើល file របស់យើងថាវា create បាន file អីខ្លះយើងអាចចូលទៅមើលបានយើងចូលទៅមើលបដាទៅយើងចូលតាមនេះក៏បានតាមនោះក៏បានដែរអូខេឥឡូវយើងមើលនេះ IT Center បានមកហើយប៉ុន្តែគាត់ថាវាអត់តាន់ full ទេដោយសារវាកំពុងតែ download យើងចូលមកមើលនេះវាបាន file មួយចំនួនអូខេមាន env មាន file អញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតពេលយើង download មកយើងមាន file app ហើយនឹង file ដែលយើងប្រើប្រាស់ជាទូទៅវាច្រើនយើងប្រើនៅក្នុងនេះ app នេះហើយនឹង config ហើយនឹង public ហើយនឹង resource អញ្ចឹងចាំខ្ញុំបញ្ជាក់ file មួយហ្នឹងវាទុកសម្រាប់ឲ្យគេអូខេពេលដែល download វាចប់អូខេចិត្ត finish ឥឡូវខ្ញុំសូមបញ្ជាក់បង្ហាញបដាឲ្យវា down សិនទៅអូខេអញ្ចឹងនៅក្នុងនេះនៅក្នុង app នេះfile app នេះវាផ្ទុក controller ហើយនឹង model ហើយនឹង file មួយចំនួនទៀតនៅកន្លែងនេះយើងអាច create folder model នៅនឹងក៏បានយកតែម្ដងឬក៏យើង create នៅកន្លែងហ្នឹងតែម្ដងយើងដាក់ model អញ្ចឹងឧទាហរណ៍ថា version ក្រោយៗនៅវាមានហើយវា create model នៅកន្លែងហ្នឹងយកមក model version 2.0អញ្ចឹង
chân khẩn tha dương trong ở môi na của bạn là ta phát đọc số mấy vì admin chọn chương chứng chứng dùng được lỗ cứ dương ai phở làm version của bạn của làm version bị update được chứng tổ dương bởi dương phở pp tiếp của việc score lên chẳng thế lấy nước nông ní nông ai cho thằng lý cái này ở trên trên để mà liên tục cái epic anh nước nông ní ADP ní thì mình rào chứng rào nó mình từ bộ nói vì về dương YU ở www.ck.com.ke chẳng tới thì họ chắc lại nhiều về request của bộ cứ họ là mình chân rau nó nhìn trong ban dù ở dân ban là trong ban em ấy của bạn này dù ở nữa để anh trong ban www cho anh ấy anh ấy domain dần test.com hay dân đặt mày home.html ấy gì đó nhưng trong đặt ấy của bạn này sẽ check riêng cái này ở đó là chân ban này thay vì dynamic này họ hay security với cái nơi chỉ muốn những đó đơn giản ok nick là như rồi chứng nhóm hẹp tạo file na sủng khăn là dương cua được dương bị trở nên chụp dương prime ok lại nick controller chứng ban controller dương cứ chứng tục một nick dương trong cái folder read out để bảo vi miền sẽ nick của bạn hay dương trong dương cái add controller nó lại những việc của bạn này hay nó không biết đòi viên ý vìคือสำคัญแต่หนูเดียวถ้าจองเอาหนูเดียวถ้า user login cho user A user B user A log log tới trôi cả này bỏ A hay user B log tới ở khơi nhận biến chứng tôi còn qua còn đăng dù ở có quay cái card trôi này chẳng cái này đó nó cứ vì dương đi thay với phầnแต่nó lại mid đỏ về sự mid đỏ về chẳng step khỏi khối nhưng nâng hai vì file copy folder rồi có file môi thay vì thứ ấy ok hay nơi cái này ní bootstrap ní vì tụi các bootstrap này mò sẽ về thì tha dương quay mò đi tha từ bốn lá dương quay local dương slash từ cái trình năng chân việc chỉ nhảy tỏi dương slash cho từ đó public một dịch nó còn nói file này vì còn bình tái bờ sân dương ran sự việc bỏ về vô mất nhưng quay local bảy con nó người đào ô tô hè ní file config nhấn config nhưng ai config tại bài config đây nên lại năng config email config đây nữa nó lại ní config là bài smart restore thế ní public ní dương đặt file gì ấy JavaScript rồi email ấy cái đã nó public result ní file ní សម្រាប់ view ยังគឺយើងគេ add នៅក្នុងនេះឧទាហរណ៍នេះ welcome ដែលវា download ហើយគេ add មកដំបូងហើយឡើងនេះសម្រាប់ទុកភាសាថ្ងៃដាក់ខ្មែរអង់គ្លេសអញ្ចឹងកន្លែង storage នេះវា store section កន្លែងវា store ទុកមាន error មានអីវា store នៅក្នុង lock ហើយ framework អូខេ render នេះ file របស់ Laravel អញ្ចឹងហើយអា test នេះ by default វាឲ្យ test ចឹងមកអញ្ចឹងតាមពិត file ដែលយើងប្រើវាច្រើនគឺយើងប្រើនឹងនេះ result public config នេះយើងរងនេះខ្ញុំ click ដាក់បែបនេះហើយនៅក្នុង app នេះក្នុង app វាមាន route model ហើយនឹងmiddleware ហើយនឹង controller ដែលយើងប្រើប្រាស់ច្រើនគេក្នុងហ្នឹងណាអូខេឥឡូវយើងបកទៅមើលអាកន្លែង download យើងវិញចង់ពីនេះហើយអូខេឥឡូវយើង download បានពីនេះហើយយើងបានបញ្ចេញហ្នឹងហើយឥឡូវនេះ application key នេះដំបូងវា generate ជា key ជា string ឲ្យយើងនេះ string ញ៉ៃនេះវា string អាមួយវាអាហ្នឹងនៅក្នុងenv ពេលយើងចូលទៅយើងឃើញវាជា security ដែលវា encrypt គ្នាយើងយើងចូលមកមើលក្នុង file env ហេនេះវា encrypt យើងអូខេឥឡូវយើង run project របស់យើងមើលវាដើរនៅឥឡូវខ្ញុំចូលទៅកាន់ localhost តើខ្ញុំមកដល់មើល3000ទេស្ដាយចាស់ខ្ញុំចូលទៅក្នុង project IT center របស់យើងចូលទៅដល់ project IT center គឺវាសូមកទាំងអស់អញ្ចឹងវាដើរតើយើង slash ចូល public ទៀតនេះ public
show យើង welcome Laravel file អូខេហើយបើសិនថាយើងអត់ចង់ចូលទៅ file ពីវីតង់ចឹងទេយើង run service ប៉ុន Laravel គេថាយើងអត់ចាំអា service ហ្នឹងទេគេវាយ comment ថាម៉េចអញ្ចឹងយើងចូលទៅមើលក្នុង document ណាសូមកក្រោមមកអត់ឃើញyou see ឃើញទេអញ្ចឹងយើងឧទាហរណ៍ថាឥឡូវនេះយើងអត់ឃើញអត់តោះប៉ុន្តែឥឡូវខ្ញុំវាយមិនឲ្យយើងមើលមកតិចខ្ញុំយកសូកន្លែងណាដែលវាច្រើនពេកព្រោះ document Laravel វាច្រើនឥឡូវខ្ញុំវាយ PHP artisan service នេះ run service អូខេឥឡូវខ្ញុំ run service ហ្នឹងវាអត់ដើរទេ design យើងអត់ដឹងថាយើង run នៅproject ណាឥឡូវខ្ញុំចូល cd IT center ខ្ញុំចូលដល់ project ហ្នឹងហើយបន្ទាប់មកខ្ញុំឲ្យពាក្យ PHP artisan service ចឹងវា run អា service នេះ8000នេះអញ្ចឹងយើងវាយ8000នេះក៏វាសូចឹងដូចគ្នាមានថាវាមានកន្លែង AT access វាលាក់វា hide នេះឃើញទេ Laravel file អូខេឥឡូវឧទាហរណ៍ថាខ្ញុំចង់ create control C ដើម្បីចូលវាយ comment បន្តតែខ្ញុំឥឡូវខ្ញុំចង់ create home model មួយនៅក្នុង Laravel នេះអញ្ចឹងយើងមិនចាំទៅ right click file ហើយ create model នេះវាយពាក្យ PHP artisan make យើងចង់ធ្វើអីគឺយើងប្រើពាក្យ make អីគេវាខ្ញុំ make model អញ្ចឹងយើងវាយពាក្យ model សិនហើយបើយើងដាក់ model ណាអញ្ចឹងយើងដាក់ home model ចឹងកន្លែងនេះវា create ឲ្យយើងសបផ្សេងអញ្ចឹងយើងចូលទៅមើលនៅក្នុង app របស់យើងឃើញពាក្យថា home model អញ្ចឹងនៅក្នុងហ្នឹងវារៀបជា structure ឲ្យយើងស្រាប់នេះមាន home model អូខេឥឡូវឧទាហរណ៍ខ្ញុំចង់ create model ហ្នឹងមាន folder មួយបន្ទាប់មកនៅក្នុង folder ហ្នឹងមាន home model ទៀតឬក៏ index model ឬក៏ test model អី product model អីស្រេចពីយើងទេអញ្ចឹងខ្ញុំ PHP artisan make ជិះ2 model បន្ទាប់មកខ្ញុំចង់ create folder ឈ្មោះថា model ដែល slash PHP sorry ខ្ញុំដាក់ product model ចុះ product model ចឹងយើងបាន product model យើងបាន create folder មួយឈ្មោះ model ហើយក្នុងនេះ product model អូខេដល់ហ្នឹងខ្ញុំចង់ទៅ create controller អញ្ចឹងយើងត្រូវធ្វើម៉េចចូលទៅ ADP controller ហើយនៅក្នុងនេះខ្ញុំ create folder មួយដាក់ឈ្មោះថាmy controller folder ខ្ញុំឈ្មោះ my controller ក្នុងនេះដាក់ product controller អូខេ PHP artisan make controller តមកខ្ញុំដាក់ថា folder របស់ខ្ញុំដាក់ my controller កន្លែងនេះ file ចុងក្រោយគឺ file យើង file ខ្ញុំដាក់ថា product controller អញ្ចឹងយើង run បាន controller យើងមួយនេះ folder មួយហើយនេះ controller អញ្ចឹង controller ក៏វាមាន structure របស់ controller ហើយមកស្រាប់ដូចគ្នាអូខេឥឡូវវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងហើយជួយ subscribe ហើយនិង share វីដេអូក្រោយយើងនឹងបង្ហាញអំពីការធ្វើ login គឺ authentication របស់ Laravel តើគេធ្វើមិនហើយគេត្រូវការ connect database វាមិនអូខេឥឡូវខ្ញុំសូមបញ្ចប់ត្រឹមហ្នឹង